ព្រះគម្ពីរគឺជាមុខវិជ្ជានៃសេចក្តីស្រឡាញ់ថ្ងៃនេះយើងទាំងអស់គ្នានឹងរៀនឲ្យស្គាល់អត្ថន័យអំពីសេចក្តីស្រឡាញ់ហើយនៅក្នុងនោះគឺមានចំណុចសំខាន់3យ៉ាងដែលទី1គឺនិយាយអំពីជីវិតគឺជាការរៀនអំពីព្រះជាម្ចាស់ហើយទី2ការរៀនសេចក្តីស្រឡាញ់គឺជាការរៀនអំពីព្រះជាម្ចាស់ទី3គឺការរៀនក្តីស្រឡាញ់ដើម្បីក្លាយជាកូនរបស់ព្រះជាម្ចាស់ទ្រង់ស្រឡាញ់មនុស្សលោកដូច្នេះហើយបានជាទ្រង់បានបង្កើតមនុស្សមកដោយសេចក្តីស្រឡាញ់ព្រះជាម្ចាស់មិនបានបង្កើតមនុស្សមកឲ្យមានច្រើនតែម្ដងនោះទេគឺព្រះអង្គបង្កើតមនុស្សម្នាក់ជាដំបូងឈ្មោះអាដាមបន្ទាប់មកទ្រង់ដកយកឆ្អឹងជំនីគាត់មួយហើយបង្កើតជាមនុស្សស្រីឈ្មោះថាអេវ៉ាការនេះគឺជារបៀបដែលមនុស្សប្រុសនិងមនុស្សស្រីបង្កើតកូនតមកហេតុផលដែលព្រះទ្រង់បង្កើតមនុស្សមកក្នុងវិធីនោះគឺចង់បង្ហាញថាគ្មានមនុស្សណាមួយជាអ្នកដទៃទេគឺសុទ្ធតែជាបងប្អូននឹងគ្នាដើម្បីរៀនពីសេចក្តីស្រឡាញ់រវាងមនុស្សប្រយោជន៍ឲ្យបានស្គាល់ព្រះជាម្ចាស់ពេលមនុស្សនៅក្មេងៗគឺទទួលបានសេចក្តីស្រឡាញ់ពីឪពុកម្ដាយជាការរៀនឲ្យស្គាល់ពីសេចក្តីស្រឡាញ់ពេលធំពេញវ័យមនុស្សតែងមានសេចក្តីស្រឡាញ់ដល់មនុស្សដែលមានភេទផ្ទុយគ្នាមានទាំងការប្រច័ណ្ឌពេលដែលឃើញមនុស្សដែលយើងស្រឡាញ់ទៅស្រឡាញ់អ្នកផ្សេងប៉ុន្តែយើងនៅតែមានក្តីស្រឡាញ់ចំពោះគេដដែលដូច្នេះគ្រប់ទាំងសេចក្តីស្រឡាញ់គឺចង់បង្ហាញពីតួអង្គព្រះជាម្ចាស់ម្យ៉ាងទៀតនៅពេលបុរសនិងស្ត្រីមានសេចក្តីស្រឡាញ់ចំពោះគ្នានឹងគ្នាដោយស្ម័គ្រស្មោះរហូតឈានទៅដល់រៀបអាពាហ៍ពិពាហ៍បន្ទាប់មកក៏បង្កើតផលផ្លែជាការចាប់កំណើតថ្មីមួយនៃចំណងអាពាហ៍ពិពាហ៍នោះពេលទារកបានចាប់កំណើតមកគឺឪពុកម្ដាយមិនដែលរំពឹងចង់បានអ្វីទាំងអស់ពីកូនទេផ្ទុយទៅវិញឪពុកតែងតែផ្ដល់ឲ្យហើយឲ្យទៀតទោះបីជាស្ថិតក្នុងគ្រាលំបាកខ្វះខាតក៏ដោយគឺតែងផ្ដល់ឲ្យជាមួយសេចក្តីស្រឡាញ់ហើយឪពុកម្ដាយតែងស្រឡាញ់កូនលើសពីជីវិតខ្លួនឯងមួយទៀតទោះបីជាដឹងថាកូនរបស់ខ្លួនធ្វើតាមឬមិនធ្វើតាមកិច្ចសន្យាជាមួយខ្លួនក៏ដោយក៏នៅតែស្រឡាញ់ដដែលពេលយើងផ្ដល់សេចក្តីស្រឡាញ់គឺមានន័យថាយើងកំពុងរៀនពីសេចក្តីស្រឡាញ់ហើយពេលដែលយើងទទួលសេចក្តីស្រឡាញ់ក៏មានន័យថាយើងកំពុងរៀនពីសេចក្តីស្រឡាញ់ដែរសេចក្តីទាំងនេះគឺជាការរៀនពីព្រះជាម្ចាស់ទោះបីសេចក្តីស្រឡាញ់រវាងមិត្តភក្តិក៏ដោយក៏ស្ថិតនៅក្នុងចំណែកនៃសេចក្តីស្រឡាញ់មកពីព្រះដែរឯសេចក្តីស្រឡាញ់រវាងគូស្នេហ៍ការប្រច័ណ្ឌការស្អប់និងការស្រឡាញ់ទាំងអស់នេះគឺសុទ្ធតែរៀនពីសេចក្តីស្រឡាញ់ដែលរាប់ចូលក្នុងសេចក្តីបរិសុទ្ធមកពីព្រះជាម្ចាស់ក្រុមជំនុំសំខាន់ប៉ុន្តែក្រុមគ្រួសារគឺសំខាន់ជាងហើយបើបានរៀនឲ្យយល់ពីសេចក្តីស្រឡាញ់ទោះបីជាមានចំណេះដឹងជាច្រើនក៏ដោយក៏គ្មានប្រយោជន៍អ្វីទាំងអស់គ្រួសារគឺជាស្ថានសួគ៌តូចនៅផែនដីហើយការរៀនពីសេចក្តីស្រឡាញ់ចេញពីកិច្ចការនោះគឺជាការរៀនអំពីព្រះជាម្ចាស់នៅពេលយើងសម្លឹងមើលពីការក្លាយជាឪពុកម្ដាយនិងចិញ្ចឹមកូននោះធ្វើឲ្យយើងយល់អំពីព្រះជាម្ចាស់ព្រមទាំងធ្វើឲ្យជំនឿរបស់យើងចម្រើនលូតលាស់ផងដែរព្រះដែលជាព្រះវរបិតាគឺជាឪពុកពិតរបស់យើងរាល់គ្នាចំណែកឪពុកខាងសាច់ឈាមរបស់យើងគឺជាឪពុកដែលមានភាពមកពីព្រះជាម្ចាស់ដែលជាលក្ខណៈបណ្ដោះអាសន្នដូច្នេះឪពុកម្ដាយត្រូវមើលថែកូននិងដឹកនាំកូនឲ្យបានល្អរហូតដល់ពួកគេបានជួបឪពុកពិតសេចក្តីស្រឡាញ់របស់ឪពុកសេចក្តីស្រឡាញ់របស់ម្ដាយសេចក្តីស្រឡាញ់រវាងបងប្អូននិងសេចក្តីស្រឡាញ់រវាងមិត្តភក្តិគឺជាសេចក្តីស្រឡាញ់ដែលបង្ហាញពីរូបពិតរបស់ព្រះជាម្ចាស់និងបង្ហាញពីរូបភាពរបស់យើងជាមនុស្សសេចក្តីស្រឡាញ់ដែលមានទាំងភាពប្រច័ណ្ឌក៏បង្ហាញពីរូបពិតរបស់ព្រះនិងបង្ហាញពីរូបថតចម្លងរបស់មនុស្សជីវិតគឺជាការរៀនពីសេចក្តីស្រឡាញ់និងអំពីព្រះជាម្ចាស់ហើយការរៀនអំពីព្រះជាម្ចាស់នាំទៅរកការដើរតាមព្រះជាម្ចាស់ហេតុផលដែលព្រះទ្រង់ប្រទានក្រឹតវិន័យនៅគ្រាសញ្ញាចាស់គឺទ្រង់ចង់ឲ្យមនុស្សដែលទ្រង់បានជ្រើសរើសរស់នៅក្នុងជីវិតបរិសុទ្ធដោយទ្រង់ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ដ៏ពោរពេញរបស់ទ្រង់ប្រជាជនដ៏បរិសុទ្ធដែលព្រះទ្រង់ជ្រើសរើសគឺជាទំនាក់ទំនងនៃការភ្ជាប់ពាក្យរវាងព្រះជាម្ចាស់និងមនុស្សរបស់ព្រះអង្គដែលសម្រាំងយ៉ាងល្អទុកសម្រាប់ព្រះអង្គហ
ហេតុនេះពួកយើងត្រូវធ្វើការតុបតែងផ្នែកព្រលឹងវិញ្ញាណរបស់ពួកយើងឲ្យបានល្អស្អាតប្រៀបដូចជាកូនក្រមុំតែងខ្លួនយ៉ាងស្អាតរង់ចាំកូនកំឡោះនៅពេលមនុស្សខាងក្នុងរបស់យើងមានភាពល្អបរិសុទ្ធដូចព្រះទូទាំងអារក្សទូទាំងទេវតានិងមនុស្សទាំងអស់នឹងមើលឃើញភាពខុសគ្នារវាងភាពល្អរបស់យើងនិងពួកមនុស្សលោកីប្រសិនបើយើងមានចំណូលដូចខាងលើនោះយើងពិតជាបានរៀនពីសេចក្តីស្រឡាញ់នៅលោកីហើយភ្លក់ក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលនៅស្ថានសួគ៌ដ៏ខ្ពស់បំផុត